សួស្តីមិត្តទាំងអស់គ្នាឥឡូវនេះខ្ញុំចង់បង្ហាញពីវិធី upload វីដេអូចូលទៅក្នុង YouTube ដើម្បីរក្សាទុកក្នុង YouTube ហើយដើម្បីឲ្យអ្នកមិត្តរបស់យើងអាចបើករកមើលវីដេអូរបស់យើងបានតាមរយៈ YouTube ឥឡូវខ្ញុំសូមធ្វើការចាប់ផ្ដើមដោយដំបូងខ្ញុំសូមបើកអ៊ីនធឺណិតជាមុនបន្ទាប់មកទៀតខ្ញុំសូមចូលទៅក្នុងផ្ទាំងកម្មវិធី YouTube នេះខ្ញុំចុចចូលក្នុងផ្ទាំងកម្មវិធី YouTubeនេះគឺផ្ទាំងកម្មវិធី YouTube របស់ Smartphone បាទដើម្បី upload វីដេអូចូលទៅក្នុងនេះបានគឺយើងត្រូវចុចលើសញ្ញារូបមនុស្សនេះបាទនេះបន្ទាប់មកគឺវាឲ្យយើង sign in យើងត្រូវចុចលើពាក្យថា sign in បាទហើយនេះគឺជា account ក្នុង Google របស់ខ្ញុំដែលខ្ញុំយកមក sign in បាទគឺស្រីមុំ052នេះហើយ account Google នេះគឺខ្ញុំបានប្រាប់ហើយពីរបៀបបង្កើតតាមរយៈវីដេអូមុនបាទហើយយើងគ្រាន់តែបង្កើតហើយយកវាមក sign in ចូលមកឥឡូវខ្ញុំធ្វើការ sign in ដល់ពេលដែលយើង sign in ទៅវានឹងចេញផ្ទាំង4រូបបាទនេះគឺជាផ្ទាំងរូបភាពផ្សេងគ្នា4បាទនេះដើម្បី upload ខ្ញុំត្រូវចុចលើរូបក្នុងនេះវានឹងចេញបែបនេះបាទខាងនេះគឺជា account របស់យើងបាទដែលយើង sign in បាញ់មិញឥឡូវយើងសាកចូលទៅក្នុង My Video នៅក្នុង account របស់យើងនៅក្នុង YouTube នេះគឺអត់មានវីដេអូអ្វីទាំងអស់ព្រោះយើងមិនទាន់បាន upload ចូលទេបាទហើយដើម្បី upload វីដេអូបញ្ចូលបានយើងអាចចុចនៅត្រង់ពាក្យថា My Video នេះបន្ទាប់មកចុចសញ្ញាព្រួយមួយដែលមានដាក់បាញ់ឡើងលើនេះបាទសញ្ញាព្រួយបាញ់ឡើងលើនេះវានឹងឲ្យយើងជ្រើសរើសយកវីដេអូណាមួយដើម្បីយកមក upload បាទឥឡូវខ្ញុំសូមជ្រើសយកវីដេអូមួយដែលមានចំណងយើងថា One Love បាទត្រង់នេះវាសួរយើងថា upload ហ្នឹងគឺចូលទៅក្នុង account channel មួយដែលមានឈ្មោះថាសាមស្រីមុំឥឡូវយើងឲ្យយើង create channel អញ្ចឹងខ្ញុំសូមចុចលើពាក្យថា create channel បាទនេះគឺជាវីដេអូដែលយើងប្រុង upload បញ្ចូលមកបាទត្រង់នេះគឺវាឲ្យយើងសរសេរចំណងជើងបទចម្រៀងនេះគឺយើងសរសេរថា One Love ដកឃ្លាបន្តិចស្រីមុំdescription នេះយើងអាចសរសេរដាក់ថា love សរសេរដាក់អ្វីក៏បានស្រេចតែយើងបាទហើយឡើយត្រង់នេះគឺដាក់ថា publish នៅពេលដែលយើងសរសេរចឹងរួចហើយយើងត្រូវចុចលើសញ្ញាព្រួយខាងផ្នែកខាងលើនៃអេក្រង់ទូរស័ព្ទនេះផ្នែកខាងស្ដាំខាងលើបំផុតផ្នែកខាងស្ដាំមានសញ្ញាព្រួយពណ៌ខ្មៅមួយបាទចុចលើវាមកនោះវីដេអូយើងនឹងដំណើរការ upload បញ្ចូលទៅហើយនៅវាកំពុងតែដំណើរការបាន18 25% ហើយគឺលឿនដែរនៅពេលដែលយើង upload រួចរាល់ហើយគឺវីដេអូរបស់យើងនឹងស្ថិតក្នុង account នៅក្នុង channel Facebook ក្នុង channel YouTube របស់យើងបាទហើយមិត្តភ័ក្តិរបស់យើងក៏អាចបើករកមើលបានដែរតាមរយៈបទចម្រៀងដែលយើងបានដាក់ឈ្មោះថា One Love នេះបាទឥឡូវខ្ញុំសូម play បាទនេះគឺយើង play នៅក្នុង YouTube បាទនេះគឺជាបទចម្រៀងដែលយើង upload អំបញ្ញមិញ